ការហាត់ប្រាណទី1ធ្វើឲ្យយើងចុះគីឡូបើថាយើងរស់នៅគ្រាន់តែអង្គុយតែញ៉ាំគេងទេជាទូទៅមនុស្សយើងឆាប់អាយុខ្លីនិយាយសមណាបាទមានថាយើងញ៉ាំយើងបញ្ចូលកាឡូរីបញ្ចូលជាតិថាមពលដែលញ៉ាំទៅសល់ទុកវាអត់មានបញ្ចេញជាតិពុលជាតិពុលដែលយើងចេញតាមញើសជាតិពុលដែលយើងចេញតាមកាបូនដៃអុកសាយជាតិពុលខ្យល់ជាតិពុលដែលយើងចេញតាមនេមួកបត់ជើងហ្នឹងវាមិនដំណើរការល្អទេបើយើងអត់ហាត់ប្រាណប៉ុន្តែបើយើងហាត់ប្រាណធ្វើអត្ថស័យទៅសូងសដុំនឹងដើរពង្រឿននឹងដើរអាហ្នឹងធ្វើឲ្យយើងបត់ជើងស្រួលធ្វើយើងដកដង្ហើមស្រួលធ្វើកសកាចំណាថាស្រួលអាហ្នឹងវាធ្វើឲ្យជីវិតយើងវែងបេះដូងយើងទៅធាក់អញ្ចឹងទាំងអស់ហ្នឹងគឺប្រើកម្លាំងហើយកម្លាំងទាំងអស់ហ្នឹងគឺយកជាតិ calorie ដែលគេ store ទុកជា fat ហ្នឹងយកមកប្រើដូចជាប្រេងសិនទៅប្រើអញ្ចឹងបាទហ្នឹងគឺហៅថាគេហៅ exercise មួយដែលជួយបេះដូងយើងណាបាទហើយហ្នឹងគឺបញ្ចុះគីឡូផងដែរដើម្បីឲ្យគីឡូយើងថិតថេរហើយជាធម្មតាតែគីឡូយើងថិតថេរបេះដូងយើងក៏ដើរល្អសរសៃឈាមយើងក៏ដើរល្អសុខភាពខ្លួនប្រាណយើងមិនត្រឹមតែឈាមមិនឲ្យឡើងទេបេះដូងក៏មិនឲ្យគាំងសរសៃខួរក្បាលក៏មិនឲ្យស្ទះហើយនឹងអ្វីដំណើរការរត់ស្រួលអញ្ចឹង maintain រក្សាគីឡូរក្សាស្ថិរភាពក្នុងខ្លួន